បាទសួស្តីបងប្អូនថ្នាក់ទី8ទាំងអស់គ្នាថ្ងៃនេះយើងចូលបន្តមកដល់មេរៀនទី3គឺ solution ចូលមកដល់ចំណុចទី4គឺនិយាយអំពីកំហាប់ជាភាគរយនៃ solution អញ្ចឹងថ្ងៃនេះដែរយើងនឹងទៅស្គាល់ថាអីទៅជាកំហាប់ភាគរយនៃ solution ក៏ដូចជាការគណនាលំហាត់អំពីកំហាប់ភាគរយអញ្ចឹងកំហាប់ភាគរយនៃ solution គឺគេចង់មានន័យថាជាចំនួនក្រាមដែលសារធាតុរលាយនេះរលាយក្នុង solution 100 ក្រាមហើយគេបានរូបមន្តកំហាប់ភាគរយរបស់យើងគឺសេភាគរយស្មើម៉ាស់រលាយគុណនឹង100ចែកជាមួយនឹងម៉ាស់ solution ឬក៏យើងអាចសរសេរបានសេភាគរយស្មើ MST គុណ100ចែកនឹង MS ដែល MST របស់យើងនេះគឺជាម៉ាស់នៃសារធាតុរលាយមានខនាកិតជាក្រាមហើយ MS ជាម៉ាស់ solution មានខនាកិតជាក្រាមនិងសេភាគរយជាកំហាប់ភាគរយមានខនាកិតជាភាគរយអញ្ចឹងយើងមើលតិចមកចំណាំ mass solution គឺស្មើជាមួយនឹង mass ឬក៏ MST នេះបូកជាមួយនឹង mass ទឹកអញ្ចឹងមានន័យថា mass solution គឺស្មើនឹង mass ធាតុរលាយបូកជាមួយនឹង mass ធាតុរំលាយបាទអនុវត្តទី1អនុវត្តទី1របស់យើងគេថាគេរំលាយ15ក្រាមនៃសូយ៉ូមក្លូរ៉ូសអញ្ចឹង15ក្រាមនៃសូយ៉ូមក្លូរ៉ូសនេះគឺជាម៉ាស់នៃសារធាតុរលាយគឺ MST ទៅក្នុងទឹក45ក្រាមអញ្ចឹង45ក្រាមនេះគឺជាម៉ាស់របស់ទឹករកកំហាប់ភាគរយនៃ solution អញ្ចឹងមានន័យថាគេកំពុងតែចង់សួររកសេភាគរយអញ្ចឹងយើងទៅដោះស្រាយលំហាត់ទាំងអស់គ្នាបាទចម្លើយរកកំហាប់ភាគរយនៃ solution យើងប្រើតាមរូបមន្តសេភាគរយស្មើ MST គុណ100ចែកនឹង mass solution ដោយ MST របស់យើងគឺស្មើនឹង15ក្រាមហើយ MS គឺស្មើជាមួយនឹង MST បូកជាមួយនឹង mass របស់ទឹកអញ្ចឹង MST នេះគឺជា mass នៃសារធាតុរលាយហើយ mass ទឹកកន្លែងនេះគឺជា mass នៃសារធាតុរំលាយអញ្ចឹងយើងស្មើ15ក្រាមបូកជាមួយនឹង45ក្រាមស្មើ65ក្រាមជំនួសចូលក្នុងរូបមន្តសេភាគរយរបស់យើងគឺស្មើ15គុណនឹង100ចែកនឹង60ស្មើនឹង25%បាទដូចនេះកំហាប់ភាគរយនៃ solution របស់យើងគឺស្មើនឹង25%បាទចូលមកដល់លំហាត់ទី2ចូលគេថាគេយក solution សូយ៉ូមក្លូរ៉ូស15%ចំនួន160ក្រាមទៅលាយជាមួយទឹក40ក្រាមគេឲ្យយើងគណនាកំហាប់ភាគរយរបស់ solution ដែលទើបនឹងកកើតបាទអញ្ចឹងសូយ៉ូមក្លូរ៉ូស15%នេះគឺជាសេភាគរយបាទជាសេភាគរយរបស់វាហើយ160ក្រាមនេះគឺជា MS ដែលមាននៅក្នុង solution ចាស់អញ្ចឹងគេយកទៅលាយជាមួយនឹងទឹក40ក្រាមទៀតអានេះគឺម៉ាស់របស់ទឹកអញ្ចឹងពេលដែលយើងលាយគ្នាវានឹងកកើតទៅជា solution ថ្មីបាទកកើតជា solution ថ្មីអញ្ចឹងគេឲ្យយើងគណនាកំហាប់ភាគរយនៃ solution ថ្មីហ្នឹងអញ្ចឹងមុននឹងចូលទៅដល់ការគណនាកំហាប់នៃ solution ថ្មីគឺយើងត្រូវរកម៉ាស់នៃសារធាតុរលាយនៅក្នុង solution ចាស់សិនបាទអញ្ចឹងយើងទៅដោះស្រាយចម្លើយទាំងអស់គ្នាអញ្ចឹងលេខ2គេឲ្យយើងគណនាកំហាប់ជាភាគរយរបស់ solution ដែលទើបនឹងកកើតអញ្ចឹងដំបូងគឺយើងរកម៉ាស់សារធាតុរលាយនៅក្នុង solution ចាស់សិនអញ្ចឹងគឺម៉ាស់របស់សូយ៉ូមក្លូរ៉ូសអញ្ចឹងយើងប្រើតាមរូបមន្តសេភាគរយស្មើ MST គុណនឹង100ចែកនឹង MS ហើយយើងទាញរក MST មកស្មើសេភាគរយគុណនឹង MS ចែកជាមួយនឹង100បាទសេភាគរយស្មើ15%ហើយនៅក្នុង solution ចាស់គឺ MS ស្មើ160អញ្ចឹងយើងធ្វើការជំនួសចូលមកនាំឲ្យ MST ស្មើ15%គុណនឹង160ក្រាមចែក100ស្មើនឹង24ក្រាមអញ្ចឹងយើងឃើញម៉ាស់នៃសារធាតុរលាយហើយបន្តមកទៀតមកគឺយើងទៅរកកំហាប់ភាគរយយើងប្រើតាមរូបមន្តដដែលទេសេភាគរយស្មើនឹង MST គុណ100ចែកនឹង MS បាទប៉ុន្
ប៉ុន្តែ MF របស់យើងគឺយើងស្មើនឹង160បូកជាមួយនឹង40ក្រាមស្មើ200ក្រាមអញ្ចឹងកាលនេះគឺមានន័យថាគេយកអា160ហ្នឹងទៅលាយជាមួយនឹងទឹក40ក្រាមទៀតអញ្ចឹងយើងបានបូកជាមួយនឹង40ក្រាមស្មើនឹង200ក្រាមជំនួសចូលមកនាំឲ្យសេ%ស្មើនឹង24ក្រាមគុណនឹង100ចែកនឹង200យើងស្មើ12%បាទអញ្ចឹងដូចនេះកំហាប់ជាភាគរយរបស់ solution ដែលទៅនឹងកកើតគឺ12%អញ្ចឹងមានន័យថានៅពេលដែលយើងយកទៅលាយជាមួយទឹក40ក្រាមវានឹងកកើតបាន solution ថ្មីមួយទៀតដែលមានកំហាប់គឺ12%បាទអញ្ចឹងលំហាត់យើងបញ្ចប់តែប៉ុណ្្នឹងជាចុងក្រោយលោកគ្រូមានលំហាត់កិច្ចការផ្ទះឲ្យបងប្អូនចំនួន2ទៀតលំហាត់កិច្ចការផ្ទះទី3គឺថាគេរំលាយស្ករ10ក្រាមក្នុងទឹក40ក្រាមគេឲ្យយើងគណនាកំហាប់ភាគរយបាទហើយលំហាត់ទី4 solution សូយ៉ូមក្លរ៉ូសមានកំហាប់40%គណនាម៉ាស់សូយ៉ូមក្លរ៉ូសដែលមានក្នុង200ក្រាមក្នុង solution បាទអញ្ចឹងលំហាត់នេះគឺគេប្រាប់ភាគរយមកហើយគេប្រាប់ម៉ាស់ solution មកគេឲ្យយើងគណនាម៉ាស់នៃសារធាតុរលាយបាទអញ្ចឹងជាចុងក្រោយសូមបងប្អូនវត្តកិច្ចការផ្ទះឲ្យបានគ្រប់គ្នាអញ្ចឹងយើងចាំជួបគ្នានៅវីដេអូបន្តទៀតបាទអរគុណច្រើន